អាយុ13មានសង្សារម្ដងម្កាលកិច្ចសាលានិយាយមិនស្ដាប់មិនខ្លាចវាយតើមានវិធីណាជួយបានទេលោកអ៊ំសំណួរល្អក្មួយដំបូងក្មួយដឹងអំពីវ័យរបស់ក្មេងណាសូមឲ្យដឹងពីវ័យរបស់ក្មេងណាបាទសូមឲ្យដឹងពីវ័យរបស់ក្មេងបាទចាំតិចមួយដំបូងសូមឲ្យក្មួយយល់ដឹងអំពីវ័យរបស់ក្មេងប្រុសនិងក្មេងស្រីឲ្យតែក្មេងនឹងចូលអាយុ12ឆ្នាំសម័យឥឡូវណាគឺភាគច្រើនពីរវាងអាយុ12ដល់អាយុ15ឆ្នាំគឺជាអាយុកាលដ៏លំបាកជាទីបំផុតនៅក្នុងវ័យវឌ្ឍនាការនៃក្មេងស្រីបាត់បង់ព្រហ្មចារីយ៍នៅក្នុងរវាងអាយុប៉ុណ្ណឹងក្មេងប្រុសរត់ចោលសាលាធ្វើយុគងបាតផ្សារឬជក់ថ្នាំញៀននៅក្នុងរវាងអាយុ12ទៅដល់15ឆ្នាំអាយុនេះនៅក្នុងអាយុកាលនេះសង្គមអាមេរិកគេចាត់ទុកថាជាក្មេងនៅក្នុងអាយុកាលដ៏មានគ្រោះថ្នាក់ជាទីបំផុតណាក្មួយណា parent សពជាក្មេងដែលមានអាយុកាលគ្រោះថ្នាក់បំផុតដូច្នេះរបៀបទប់ទល់ក្មេងហ្នឹងគឺមេត្តាបិតាអាណាព្យាបាលឲ្យតែក្មេងចូលដល់អាយុ12ឆ្នាំទៅដល់15ឆ្នាំគឺត្រូវចំណាយពេលច្រើនទៅលើក្មេងហ្នឹងហើយការចំណាយពេលទៅលើក្មេងហ្នឹងគឺចំណាយពេលផ្ដល់ឲ្យក្មេងហ្នឹងនៅសេចក្តីស្រឡាញ់ពីព្រោះក្មេងនៅក្នុងអាយុហ្នឹងគឺជាអាយុដែលក្មេងហ្នឹងឆ្ងល់ទី1ទី2ក្មេងហ្នឹងចចេះរឹងរូសហើយក្មេងហ្នឹងបែកបញ្ញាប្លែកការដែលដាក់ទណ្ឌកម្មលើក្មេងអាយុប៉ុណ្ណឹងដាក់តែតួជាទីបំផុតយកសេចក្តីស្រឡាញ់ឲ្យក្មេងហ្នឹងបានច្រើនហើយសេចក្តីស្រឡាញ់ហ្នឹងគឺតលតែមេត្តាបិតាឬអាណាព្យាបាលចាត់ខ្លួនម្នាក់ឲ្យដើរហើរលេងសើចសន្ទនាពិភាក្សាជាមួយក្មេងហ្នឹងណាកុំលើកបទវិន័យតាំងតែងហើយបើចង់ដាក់វិន័យក្មេងហ្នឹងសួរថាអាចធ្វើអីបានសួរយោបល់ក្មេងហ្នឹងឲ្យច្រើនពីព្រោះក្មេងហ្នឹងវាកំពុងតែឆ្ងល់ណាអូខេក្មេងហ្នឹងវាកំពុងតែឆ្ងល់វាកំពុងតែចេះរឹងរូសវាកំពុងតែចង់ដឹងរឿងប្លែកវាស្ថិតនៅក្នុងអាយុគ្រោះថ្នាក់អញ្ចឹងបើក្មេងមិនចូលសាលាកិច្ចសាលាហើយអត់ចូលផ្ទះទៀតពិនិត្យមើលទណ្ឌកម្មលើក្មេងហ្នឹងតើទណ្ឌកម្មហ្នឹងវាពិតជាត្រូវឬក៏ខុសបើខុសត្រូវយកសេចក្តីស្រឡាញ់ទៅអប់រំក្មេងហ្នឹង